កូនដែលកាត់ឆ្នាំម្សិលនៅក្នុងខែសីហាខាងមុខនេះគឺជាពេលដែលលោកអ្នកអាចបង្ហាញសមត្ថភាពហើយនិងប្រាជ្ញារបស់ខ្លួនបានយ៉ាងល្អលោកអ្នកអាចមានឱកាសទទួលបានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួនចាប៉ុន្តែគួរមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តអ្វីកុំសម្រេចចិត្តដោយអារម្មណ៍ចាចំពោះការងារវិញចាលោកអ្នកមានឱកាសទទួលបាននៅការងារសំខាន់ឬក៏តួនាទីថ្មីដែលតម្រូវឲ្យលោកអ្នកបង្ហាញសមត្ថភាពផងដែរចាសម្រាប់អ្នកប្រកបអាជីវកម្មក៏មានឱកាសក្នុងការពង្រីកទំនាក់ទំនងឬក៏បណ្ដាញអតិថិជនបន្ថែមចាប៉ុន្តែលោកអ្នកគួរមានការប្រុងប្រយ័ត្នបន្តិចនៅក្នុងឱកាសនេះប្រយ័ត្នមានការយល់ច្រឡំជាមួយនឹងមិត្តរួមការងារចាចំពោះហេរ៉ាវត្ថុគឺមានចំណូលចូលមកបន្ថែមពីការងារបន្ថែមរបស់លោកអ្នកឬក៏ការវិនិយោគផ្សេងៗដែលលោកអ្នកបានរៀបចំទុកជាមុនចាយ៉ាងណាមិញលោកអ្នកគួរមានការរៀបចំផែនការហេរ៉ាវត្ថុឲ្យបានល្អកុំធ្វើការចំណាយទៅលើរបស់ណាដែលមិនចាំបាច់ចាក្នុងពេលនេះការសន្សំគឺជាអាទិភាពសម្រាប់លោកអ្នកចាសម្រាប់ស្នេហាបងប្អូនដែលមានគូចាស្ថានភាពរឹងមាំជាងមុនប៉ុន្តែគួរតែបើកចិត្តក្នុងការនិយាយគ្នានិងព្យាយាមយកចិត្តដៃគូរបស់យើងឲ្យបានច្រើនចាសម្រាប់អ្នកនៅលើអាចមានឱកាសស្គាល់ជាមួយនឹងមនុស្សថ្មីតាមរយៈការងារឬក៏មិត្តភ័ក្តិដែលគេមានទស្សនៈឬក៏គោលដៅជីវិតនឹងស្តៀងលោកអ្នកចាចំពោះសុខភាពគ្រាន់តែសម្រាប់បានគ្រប់គ្រាន់ជៀសវាងអារម្មណ៍ដែលតានតឹងនិងគ្រប់គ្រងការ stress របស់លោកអ្នកដែលអាចកើតឡើងចាហើយសារសម្រាប់បងប្អូនចាការរក្សាភាពស្ងប់ស្ងាត់និងការគិតឲ្យបានច្រើនមុននឹងធ្វើលោកអ្នកនឹងទទួលបាននូវលទ្ធផលល្អនៅពេលក្រោយចាអរគុណ